ខ្ញុំខ្លាចថាគាត់មិនដកដង្ហើមតើអ្នកនៅតែហ៊ាននញញ៉ៃជាមួយគាត់ទេបើអ្នកហ៊ានប៉ះខ្ញុំម្ដងទៀតខ្ញុំធ្វើឲ្យព្រលឹងរបស់អ្នកហោះហើរទៅឆ្ងាយហើយវិញ្ញាណរបស់អ្នករលាយបាត់ទៅពួកគេទាំងអស់គ្នាបានរស់ឡើងវិញហើយពិតជាបានសង្គ្រោះមែនវាជាអភូតហេតុមួយដែលគាត់បានរួចរស់ជីវិតអូទេមានរឿងអ្វីកើតឡើងចំពោះខ្ញុំយ៉ានអ្នកត្រូវបានគេបំពុលហើយមានឈាមហូរក្នុងពោះលោកលីកំពុងសន្លប់និងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរសុភាពបុរសរូបនោះបានមកជួយសង្គ្រោះទាន់ពេលបានទាញខ្លួនអ្នកចេញពីគែមនៃសេចក្តីស្លាប់ជៀនហេងងឹតភ្នែកហើយអាក់អន់ចិត្តខ្ញុំនឹងអន់ក្បាលចំពោះអ្នកប្រសិនបើអ្នកមានការសង្ស័យខ្ញុំនឹងអន់ក្បាលចុះហើយសុំទោសអ្នកនោះជាការមិនគោរពចំពោះខ្ញុំវានឹងបំផ្លាញសរីរាង្គខាងក្នុងរបស់អ្នកយ៉ាងពីការធ្វើវាដោយមិនមានពេលយ៉ាងហោចណាស់6ខែឡើយជារឿងហាមឃាត់ដ៏ធំបំផុតមួយសម្រាប់ខ្ញុំដែលជាទូធ្លុកខ្ញុំសុំនឹងធ្វើឲ្យជនសង្ស័យអាក់អន់ចិត្តសូមទុកជីវិតឲ្យខ្ញុំនេះជាអ្វីដែលលោកឡៃឆេងហេងទើបតែកាត់ផ្តាច់ទំនាក់ទំនងចោលគ្រោះវិដ័យនឹងទាត់មួយជើងស៊ូជៀនហេងអ្នកជំនាញខាងក្បាច់គុនរងរបួសធ្ងន់ធ្ងរមានអំណាចអរូបីភាពមិនអាចទីទុកជាមុនបានពិតជាគួរឲ្យខ្លាចណាស់លោកលីខ្ញុំធ្លាប់ខ្វាក់ភ្នែកខ្ញុំច្រឡំចៅហ្វាយនីសម្រាប់មនុស្សធម្មតាម្នាក់សូមអរគុណលោកលីចំពោះសុខភាពល្អរបស់អ្នកនៅតែខ្សោយពេកដែលត្រូវការកិច្ចការធំបែបនេះពិបាកសម្រេចបានណាស់ប្រសិនបើយើងមានអារម្មណ៍សម្រុំខ្លាំងបែបនេះតើគ្រាន់តែជាវិធីសាស្ត្ររបស់អ្នកព្យាបាលអំណាចមែនទេតើមានអ្វីខុសជាមួយជីតារបស់ខ្ញុំតើថ្នាំពោតប្រភេទណាដែលសំបីតែយូសែនក៏មានជាពោតដែរបានដឹងទាំងស្រុងទេហើយថែមទាំងបានការជំងឺនេះទៀតផងមានគ្រោះថ្នាក់ខ្លាំងណាស់ដង្កូវហ្គេមួយប្រភេទហៅថា blood shadow ដង្កូវហ្គេលាក់ខ្លួននៅក្នុងខ្លួននឹងជៀមបញ្ចូលគ្នាទៅជាមួយហើយមិនបង្កភាពខុសគ្នានេះជាធម្មតាមើលមិនឃើញទេនៅពេលដែលវាកំពុងត្រូវតែឆ្លងកាត់មានតែរឿងដែលធ្វើឲ្យអ្នកយំប៉ុណ្ណោះចូលទៅក្នុងរាងកាយដោយស្ងៀមស្ងាត់ជីតារបស់អ្នកគួរតែផឹកខ្លះថ្មីនេះតោះមកញ៉ាំភេសជ្ជៈពិសេសខ្ញុំទើបតែនឹកឃើញរឿងមួយកាលពីពេលមុនជូនចំពោះគ្រូសាចាងប្រធានគ្រូសាចាងសូមអញ្ជើញខ្ញុំមានអារម្មណ៍អ្វីមួយពេលខ្ញុំផឹកតែនេះមានរសជាតិចម្លែកណាស់ទោះជាយ៉ាងណាក៏ដោយគ្រូសាយ៉ាងរបស់គាត់គឺជាគ្រូសាតែមួយគត់ធំទី2បន្ទាប់ពីគ្រូសាស៊ូរបស់ខ្ញុំប្រសិនបើយ៉ាងវ៉ែនហ្វេងឡើងដឹកនាំផ្ទុយទៅវិញពួកគេបានធ្វើបាបខ្ញុំដោយសម្ងាត់ការពន្យល់របស់លោកតាសមហេតុផលណាស់លោកយ៉ាងវ៉ែនហ្វេងដែលជាមេគ្រូសាបានមកជាពិសេសសូមអញ្ជើញមកលេងគ្រូសាស៊ូខ្ញុំបានជួបគាត់ជាលើកដំបូងហើយអ្វីបានជាអ្នករបស់នេះមកខ្ញុំបានអ្នកចាត់ទុកខ្ញុំជាបំពល់គាត់មានតែជនផ្ដាច់ការម្នាក់គត់នៅជាងឆេងលោកម្ចាស់តើគ្រូសាស៊ូរបស់អ្នកមានសិទ្ធិអ្វីមកគៀបសង្កត់ខ្ញុំអ្នកមិនខ្លាចគ្រូសាស៊ូរបស់ខ្ញុំដោយសារតែអ្នកមានការសង្សឹកតើអ្នកនឹងយកអ្វីមកវិញសង្សឹកសមាជិកតែម្នាក់គត់នៃគ្រូសាស៊ូរបស់អ្នកចៅហ្វាយនីគឺឪពុករបស់អ្នកគឺស៊ូស៊ីដេបើគ្មានគាត់ទេគ្រូសាស៊ូរបស់អ្នកគឺគ្មានអ្វីក្រៅពីហាងសាច់នោះទេត្រីនៅលើក្តារគឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់ចម្លែកណាស់ដែលអ្នកមិនបានកាត់វាមិនសំខាន់ទេប្រសិនបើខ្ញុំស្លាប់ខ្ញុំលែងមានកម្លាំងច្រើនដើម្បីទៅស៊ូតបត់វិញទៀតហើយមានតែមេយប់ប៉ុណ្ណោះដែលត្រូវបានបំពោលហើយខ្ញុំក៏មិននឹកស្មានថាអ្នកនឹងរងផលប៉ះពាល់ដែរគាត់រងរបួសយ៉ាងធ្ងន់ធ្ងរហើយដំបូងឡើយគិតថាមានវាហាក់ដូចជាអ្នកសើកំពុងមានបញ្ហាខ្លះសូម្បីតែក្រុមគ្រួសារក៏ខ្វះកម្លាំងដើម្បីប្រយុទ្ធក្នុងសមរភូមិតែម្ដងអ្នកបានបំផ្លាញជីវិតជីតារបស់ខ្ញុំហើយបើឯងចង់បំផ្លាញគ្រួសារស៊ូរបស់ខ្ញុំនឹងសម្លាប់អ្នកសុខសប្បាយជីទេស៊ូលីងស៊ូងខ្ញុំដឹងថាអ្នកជាអ្នកប្រដៅដ៏អស្ចារ្យម្នាក់ប៉ុន្តែនៅតែខិតខំប្រឹងប្រែងពេកថ្ងៃនេះអ្នកទាំងអស់គ្នាកុំគិតពីការរើដៃរបស់អ្នកផងរងចាំមួយផ្លែតខ្ញុំឈ្មោះលីឆាងស៊ីងអត្តសញ្ញាណបច្ចុប្បន្នរបស់ខ្ញុំគឺចៅជាសៀវបងស្រីចៅយ៉ាងសៀងខ្ញុំចាំអ្នកហើយវាគឺជាគ្រូពេទ្យក្រុមក្បាច់គុនរបស់គ្រូសាចៅតើអ្នកមកទីនេះដោយរបៀបណាវាមិនសំខាន់ទេថាវាជានរណានៅថ្ងៃនេះពួកគេទាំងអស់គ្នាត្រូវតែស្លាប់តើអ្នកប្រកាសទេថាអ្នកចង់សម្លាប់ពួកគេខ្ញុំនឹងសម្លាប់អ្នកហើយសម្លាប់មាន់មួយក្បាលតើមានភាពខុសគ្នាទេនៅក្នុងភ្នែករបស់ខ្ញុំអ្នកគ្រាន់តែជាស្រមោចមួយក្បាលប៉ុណ្ណោះប៉ុណ្ណឹងហើយកូនតើកូនដឹងទេថាកូនកំពុងនិយាយអ្វីកូនប្រសាឥតបានការនេះហ៊ានមកនៅទីនេះដោយរបៀបណាបរោះឥណ្ឌាដ៏ក្លាហានម្នាក់កាត់អណ្ដាតខ្ញុំចេញហើយខ្ទាស់ម្រាមដៃខ្ញុំរឿងរ៉ាវខាងក្នុងដ៏ឈឺចាប់ត្រូវបានលេចធ្លីមកអ្នកគឺជាអ្នកដឹកនាំរឿងកំពូលអ្នកហើយតើអ្នកកំពុងសម្ដៅទៅលើអ្នកណាកូនប្រសាឥតប្រយោជន៍នោះទេប្រហែលជាខ្ញុំជាមេគ្រូសាចាងការជួបជុំអ្នកជំនាញប្រសិនបើអ្នកហ៊ានខូចចម្លាងរបស់ខ្ញុំគួរឲ្យខ្លាចណាស់នេះមិនមែនជាអ្វីដែលមនុស្សធម្មតាគួរតែមានទេខ្ញុំបានជំនួសលោក Zheng Wenfeng ដែលជាអ្នកមានអំណាចរួចហើយអ្នកបានដោះស្រាយបញ្ហានៅពីក្រោយគ្រូសាចាងពួកចៅនៅតែត្រូវការគ្រូសាស៊ូរបស់អ្នកជួយខ្ញុំផងខ្ញុំមិនចង់បាននារីនេះទាំងនេះទេលោក Lin សូមឈប់រំខានជីវិតខ្ញុំទៅកុំបារម្ភអីខ្ញុំនឹងដោះស្រាយវាឲ្យបានត្រឹមត្រូវប្រកាសថាការរៀបចំពិធីបុណ្យសពទាំងអស់ត្រូវបានធ្វើឡើងដើម្បីកុំឲ្យយើងបារម្ភពីអរគុណសម្រាប់ការជួយសង្គ្រោះខ្ញុំស៊ូជីលីនលោកម្ចាស់អ្នកបានជួយសង្គ្រោះគ្រូសាស៊ូម្ដងទៀតហើយគ្រូសាខ្ញុំទាំងមូលអ្នកពិតជាគ្រូសាស៊ូរបស់ខ្ញុំ